មានសំណួរមួយដែលអតិថិជនសួរខ្ញុំគាត់សួរថាចេះបងតើខ្មែរនៅអាមេរិកស្អាតអត់សម្រាប់ខ្ញុំខ្មែរនៅអាមេរិកគឺអាក្រក់អូខេអានេះអត់មាននិយាយប្រអាប់ទេតែនិយាយដែលខ្ញុំឃើញការពិតពេលដែលខ្ញុំទៅផាកអញ្ចឹងខ្មែរសេរីប្រហែលជាចំណាស់ជាងខ្ញុំចាស់ជាងខ្ញុំភាគច្រើនអាក្រក់ទីដូចជនជាតិស្បែកខ្មៅអញ្ចឹងទី1ខ្មៅទី2កត្រេលកត្រលកតែលកតលហើយអាក្រក់មែនទែនខ្ញុំនិយាយការពិតណាប៉ុន្តែខ្ញុំគិតថាគាត់មកតាមពិតទៅបងប្អូនវីដេអូនេះបងស្រីអេនជីឡាដែលគាត់រស់នៅសហរដ្ឋអាមេរិកនេះគាត់និយាយវាជាសិទ្ធហើយក៏ជាមាត់របស់គាត់នឹងការយល់ដឹងនិងអារម្មណ៍របស់គាត់និយាយទៅតាមអ្វីដែលគាត់នឹកឃើញតែខ្ញុំបានឃើញវីដេអូដែលគាត់ចាញ់សុំទោសហើយដោយការនិយាយរបស់គាត់នឹងអាចប៉ះពាល់អារម្មណ៍ទៅដល់បងប្អូនយើងនៅសហរដ្ឋអាមេរិកហើយនឹងជាកូនខ្មែរដែលគាត់និយាយថាអ្នករស់នៅអាមេរិកភាគច្រើនសិតតែអាក្រក់ហើយគាត់និយាយពាក្យពេចន៍ចេញមកគឺគាត់សោចគេហៅថាសោចដើម្បីចំអកហើយគាត់ថាខ្មែរកូនកាត់វៀតណាមកូនកាត់ចិនបានស្អាតកូនខ្មែរគឺអត់ស្អាតទេបើសិនជាខ្ញុំមើលទៅតាមរូបភាពរបស់គាត់ខ្ញុំគិតថាគាត់ក៏កូនកាត់ដែរតែកូនកាត់ចិនវៀតណាមខ្ញុំអត់ដឹងទេតែគាត់កូនកាត់ដែរប៉ុន្តែពាក្យសម្ដីរបស់គាត់មិនគួរណាគាត់មានការសោចចំអកចំពោះអ្នកដែលគេមិនស្អាតទេពេបជ្រៀងមើងងាយចូលលក្ខណៈថាពេបជ្រៀងមើងងាយមនុស្សដែលមិនស្អាតហើយក្នុងនាមគាត់ជាអ្នកលក់ផលិតផលរក្សាសម្រស់គាត់គួរតែលើកទឹកចិត្តឲ្យអ្នកដែលមិនស្អាតនោះចេះស្រឡាញ់ខ្លួនហើយថែខ្លួនហើយងាកមកទិញផលិតផលងាកមកប្រើផលិតផលដើម្បីកែលម្អនិងលាបទៅឲ្យខ្លួនឯងស្អាតញ៉ាំទៅឲ្យខ្លួនឯងស្អាតក្នុងនាមគាត់ជាអ្នកលក់ផលិតផលប៉ុន្តែអ្វីដែលគាត់មិនបានគិតនោះគឺគាត់បាននិយាយបែបសោចចំអកទៅដល់អ្នកដែលគេមិនស្អាតវិញហើយជាពិសេសនោះគឺម៉ៃរួមតែម្ដងឲ្យតែអ្នករស់នៅសហរដ្ឋអាមេរិកហ្នឹងគឺអត់ស្អាតតែម្ដងឲ្យតែកូនខ្មែរគឺអត់ស្អាតតែម្ដងមិនមែនអញ្ចឹងទេបងអ្នករស់នៅអាមេរិកណាអត់សូវមានពេលសម្រាប់ទេអូនយើងអ្នកនៅអាមេរិកបើតាមខ្ញុំដឹងគឺគាត់ធ្វើការហត់ហើយគាត់ផ្ដោតទៅលើការធ្វើការច្រើនគាត់អត់សូវផ្ដោតទៅលើការធ្វើខ្លួនឬក៏លាបគ្រឿង make up អីទៅធ្វើការធ្វើអីទេប៉ុន្តែពេលដែលគាត់ចេញដើរពេលដែលគាត់ចេញសប្បាយជួបជុំគ្រួសារផាធីជប់លៀងអីចឹងទៅគាត់ធ្វើខ្លួនបែបសាមញ្ញធម្មតាតាមអារម្មណ៍តាមបេះដូងរបស់គាត់ដែលគាត់ស្រឡាញ់អញ្ចឹងបងក៏មានការម៉ៃរួមអញ្ចឹងវាអត់ល្អទេហើយខ្ញុំមើលទៅបងមិនមែនមានតែបងទេចេះលក់ផលិតផលមិនមែនមានតែបងទេដែលស្អាតណាខ្ញុំមានឃើញបងប្អូនប្រជាពលរដ្ឋយើងបងស្រីគាត់ស្អាតគាត់ចេះធ្វើខ្លួនជាក់ស្ដែងដូចបងស្រីខ្ញុំចឹងគាត់នៅសហរដ្ឋអាមេរិកដែរគាត់កាត់កាអាវទាំងកាផ្លេទៅស្លៀកនៅស្រុកអាមេរិកណាគាត់ធ្វើខ្លួនគាត់ប្រើផលិតផលណាបងស្រីស្ត្រីគាត់ប្រើផលិតផលគាត់ស្អាតបែបគាត់យើងស្អាតបែបយើងអញ្ចឹងបងកំសោយកំយំហើយសូមបញ្ឈប់នៅការរើសអើងអ្នកដែលមិនស្អាតក្នុងនាមយើងជាស្ត្រីដូចគ្នាណាយើងគួរតែលើកទឹកចិត្តដើម្បីឲ្យគាត់ស្អាតចេះស្រឡាញ់ខ្លួនឯងចេះថែខ្លួនយើងអត់គួរណាទៅសោកចំអកគាត់ទេបងប្អូនឃើញវីដេអូខ្ញុំកម្រពេបជ្រាយសោកយំអ្នកណាក្រៅពីស្ត្រីឈ្លានពានទឹកដីយើងណាបងប្អូនទាំងអស់គ្នាអញ្ចឹងសូមលុបបំបាត់នៅវប្បធម៌ចុះផលិតវប្បធម៌លៀបពណ៌វប្បធម៌បង្អាក់បង្អោនមនុស្សដែលគេមិនស្អាតហើយមនុស្សដែលគេមិនដល់ខ្លួនចាសូមអរគុណសូមជម្រាបលា